សួស្តីបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតខ្ញុំបានទទួលសំណួរមួយពីនិស្សិតដែលកំពុងសិក្សានៅឆ្នាំទី3គាត់សួរថាពេលរៀនចប់តើគួរត្រឡប់ទៅខេត្តវិញឬក៏ធ្វើការនៅភ្នំពេញខ្ញុំមិនអោយជាចម្លើយណាជាក់លាក់ទេប៉ុន្តែខ្ញុំចង់សួរទៅប្អូនឬក៏អ្នកដែលកំពុងទស្សនាវិញដែលជាសិស្សនិស្សិតដូចគ្នាអញ្ចឹងណាថាតើប្អូនចង់បានអីពេលរៀនចប់ចង់បានបទពិសោធន៍ការងារចង់បានសុភមង្គលគ្រួសារចង់ទៅជួយគ្រួសារវិញតើអ្វីដែលជាការបន្ទាន់ដែលប្អូនចង់ធ្វើក្រោយពីរៀនចប់ជាចម្លើយរបស់ខ្ញុំបើសិនបើសួរថាតើរៀនចប់គួរត្រឡប់ទៅខេត្តវិញឬក៏នៅភ្នំពេញខ្ញុំអាចឲ្យអតិភិបទៅការបន្តធ្វើការនៅភ្នំពេញហើយនឹងបន្តរៀនសូត្រនៅភ្នំពេញល្អជាងពីព្រោះតែវ័យ22 23ឆ្នាំក្រោយពីបញ្ចប់បរិញ្ញាបត្រនៅភ្នំពេញគឺជាវ័យដែលកំពុងពេញអីគេកសាងសមត្ថភាពសន្សំចំណេះដឹងនិងបទពិសោធន៍បាទហើយទន្ទឹមនឹងនេះបើសិនបើមានក្របខ័ណ្ឌសាលារដ្ឋភ្នាក់ងាររដ្ឋថាពិបាលគេជ្រើសរើសបុគ្គលិកអញ្ចឹងណាក្របខ័ណ្ឌរដ្ឋគឺទៅប្រឡងនៅខេត្តទៅមានអត្ថប្រយោជន៍ច្រើនហើយបច្ចុប្បន្នឲ្យតែចេះពិតប្រាកដហើយយើងមានស្រុកកំណើតនៅទីនោះស្រាប់គឺយើងមានអត្ថប្រយោជន៍គ្រាន់តែចង់បញ្ជាក់ថាមានការប្រកួតប្រជែងច្រើនសម្រាប់អ្នកចេះប៉ុន្តែវាជាឱកាសយើងរៀនបន្តភាសាអង់គ្លេសឬក៏ភាសាចិនយើងកសាងបទពិសោធន៍ការងារបន្តនៅភ្នំពេញប៉ុន្តែមានឱកាសបើកចំហសម្រាប់គ្រប់ខណ្ឌរដ្ឋមន្ត្រីភូមិឃុំអីយើងទៅដាក់ពាក្យទៅបាទប្រហែលជាបងប្អូនដែលចង់ត្រឡប់ទៅខេត្តអាចនឹងនិយាយថាអូនៅខេត្តចំណាយតិចបានជួបជុំជាមួយគ្រួសារប៉ុន្តែសួរថានៅខេត្តមានការងារសម្រាប់បងប្អូនធ្វើអត់ឧទាហរណ៍វិស័យធនាគារឥឡូវពិបាកណាស់ពិបាករកឡូនពិបាកឲ្យកម្ចីអ្នកណាម្នាក់ណាពីព្រោះតែបញ្ហាសង្គ្រាមនៅតាមព្រំដែនបាទមុខរបររកស៊ីមួយចំនួនក៏ពិបាកបញ្ហាសាំងឡើងថ្លៃអញ្ចឹងតើទីណាដែលមានសេដ្ឋកិច្ចល្អគួរតែនៅទីនោះនៅខេត្តបើសិនបើយើងអាចរកការងារបានតិចតួចហើយយើងអាចឆ្លៀតចិញ្ចឹមសត្វមាន់ទាត្រីគោក្របីធ្វើចំការឲ្យតិចតួចអូល្អមែនទែនប៉ុន្តែបើគ្រាន់តែរំពឹងទៅលើការងារមួយមុខហើយយើងអត់ធ្វើអីថែមនៅខេត្តបែរជាពិបាកអញ្ចឹងដោយឡែកសម្រាប់នៅភ្នំពេញវិញបើសិនជាយើងមិនបន្តត្រឡប់ទៅខេត្តទេណាយើងនៅភ្នំពេញកសាងសមត្ថភាពបន្ថែមទៀតបាទកសាងសមត្ថភាពបន្ថែមទៀតយើងឈានជើងចេញពីខេត្តមកហើយយើងត្រូវត្រឡប់ទៅជាមួយនឹងសមត្ថភាពជាមួយនឹងបទពិសោធន៍ជាមួយនឹងចំណេះជំនាញការគិតដែលលើសពីមនុស្សធម្មតាអានឹងជាយោបល់របស់ខ្ញុំសម្រាប់សិស្សនិស្សិតការជ្រើសរើសរវាងភ្នំពេញហើយនិងខេត្តជួនកាលយើងចង់ទៅខេត្តជាការពិតឧទាហរណ៍ពុកម្ដាយយើងចាស់អត់ខុសទេគឺយើងត្រឡប់ទៅខេត្តឆ្លៀតបំរើគាត់ជួយគាត់ចិញ្ចឹមបីបាច់ថែរក្សាហើយយើងធ្វើការតិចតួចទៅបាទប៉ុន្តែបើសិនជាអត់បញ្ញាប់ទេបាទនៅភ្នំពេញឱកាសការងារច្រើនមែនទែនធម្មតាគេសម្រុករកទីក្រុងបាទហើយវាមិនស្រួលរស់នៅហ្មងទេព្រោះអីវាចំណាយឧទាហរណ៍បន្ទប់ជួលអីចឹងប៉ុន្តែយើងកុំជួលនៅម្នាក់ឯងណាយើងជួលនៅជាមួយគ្នា2នាក់3នាក់ឡើងបាទអញ្ចឹងការជួលរស់នៅ2នាក់3នាក់ហ្នឹងវាជួយបន្ថយការចំណាយហើយយើងក៏អាចថែរក្សាគ្នាផងដែរមានបញ្ហាអាចកើតមានឡើងច្រើនប្រឈមនៅពេលដែលយើងនៅភ្នំពេញប៉ុន្តែយើងមានឆន្ទៈក្នុងការដោះស្រាយអត់កុំឲ្យលឿនពេកកុំថាអូនៅភ្នំពេញពិបាកណាអ្នកណាស្រួលពិបាកទាំងអស់គ្នាហ្នឹងប៉ុន្តែអ្នកដែលស្រួលនោះគឺជាអ្នកដែលខំដោះស្រាយបញ្ហាជាប្រចាំថ្ងៃបាទជីវិតរបស់យើងសួរត្រឡប់ទៅវិញថាយើងចង់បានអីរយៈពេល2ឆ្នាំខាងមុខហ្នឹងចង់ឃើញខ្លួនឯងជាមនុស្សបែបណាឥឡូវឧទាហរណ៍រៀនចប់សាកលវិទ្យាល័យបងអូនមានសមត្ថភាពហើយបងអូនទៅវិញទៅតែ
តើសមត្ថភាពបងអូនគ្រប់គ្រាន់នៅបច្ចុប្បន្ននេះបើអត់គ្រប់គ្រាន់ទេកសាងថែមទៀតបាទកសាងថែមទៀតវានឹងជួយគេហៅថាចំណេះវិជ្ជាជាស្ពានជាទ្រព្យសម្បត្តិសម្រាប់បងប្អូនទៅថ្ងៃអនាគតបាទអញ្ចឹងនៅពេលដែលសួរសំណួរថាពេលរៀនចប់គួរត្រឡប់ទៅភ្នំពេញឬក៏គួរត្រឡប់ទៅទីរួមខេត្តស្រុកកំណើតវិញឬក៏នៅភ្នំពេញវាអាស្រ័យទៅលើបងប្អូនចង់បានអីហើយស្ថានភាពបងប្អូនបែបណាបាទបើស្ថានភាពបងប្អូនល្អប្រសើរមិនទាមទារឲ្យបងប្អូនទៅខេត្តបងប្អូនគួរទៅនៅភ្នំពេញហើយដើម្បីកសាងសមត្ថភាពចំណេះដឹងបន្តថែមទៀតឲ្យចំពោះបញ្ហាប្រទេសជួលម្ហូបអាហារបាទសុវត្ថិភាពអីគឺយើងអាចជជែកគ្នាបានទេជជែកជាមួយបងជជែកជាមួយគ្រូឬក៏ផ្ញើសារហើយនឹង comment មកសួររូបខ្ញុំបាទក៏បានដែរបាទអញ្ចឹងនេះគឺជាចម្លើយយ៉ាងខ្លីតាក់ទងថាតើរៀនចប់ត្រឡប់ទៅខេត្តវិញក៏នៅភ្នំពេញបើចង់បានការងារគួរតែឆាប់រើការងារបាទនៅភ្នំពេញហ្នឹងហើយសបោការងារបាទអរគុណច្រើនសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចចុច Subscribe ចុច Like ចុច Share ផងណា